អ្នកណាធ្លាប់ទិញតារ៉េនពីអូនឆដាតែបណ្ឌិតសុខភាពផងអូនឆដាម្នាក់នេះហើយជាម្ចាស់ដើមរឿងរបស់អាឡែនជាអ្នកផ្ញើសារសម្លេងឲ្យបែកធ្លាយនឹងតាមពិតខុបខិតគ្នារកស៊ីមួយគ្នាយកតារ៉េនមកពីថៃទាំងអស់គ្នាស៊ីខົບខិតជាមួយគ្នាដល់ពេលខ្វាយគំនិតគ្នាចាប់ដើមធ្វើស៊ីរៀងខ្លួនបច្ចេញសារសម្លេងសម្ងាត់ផ្ញើចេញទៅលៀងខ្លួនឯងឲ្យល្អតាមពិតខ្លួនឯងនឹងឲ្យខົບខិតមុនគេអត់គិតទេអូនថដាថាសារសម្លេងរបស់អូនហ្នឹងគឺចងជាប់ចងកកតាក់កកខ្លួនឯងហ្នឹងទេណាម្នាក់ហ្នឹងតាំងពីឆ្នាំមុនមានរឿងតារ៉េនហ្នឹងភាសាហើយចង់ផ្លេចអីមិនដឹងថារឿងតារ៉េនឬក៏រឿងស្អីឯងយកមករបស់នាំចូលពីក្រៅមកឲ្យដាក់ថ្នាំតាំងពីនងរហូតមកគឺស្ងាត់ម្នាក់ហ្នឹងហើយក៏អត់មានរឿងអីកើតឡើងដែរម្នាក់ហ្នឹងនៅតែបន្តលក់ឲ្យយកតារ៉េនពីថៃយកមកលក់ឲ្យប្រជាជនខ្មែរដែរម្នាក់ហ្នឹងមិនឈប់នាំចូលកាន់តែលើសដើមមកពីអីសោកលុយបានចូលពីមុនស្អប់ខ្មែរធម្មតាដាក់ថ្នាំធម្មតាឥឡូវសង្គ្រាមស៊ីសាច់ហត់ឈាមគ្នាដល់ថ្នាក់ហ្នឹងហើយវាដាក់ថ្នាំលើសដើមហើយខ្លួនឯងមានពោះមានពងហើយរស៊ីខូចបន្លំគេអាក្រក់បោកប្រាស់ប្រជាជនខ្មែរគ្នាឯងចឹងទៀតអូនឯងស្មានទោសមុខមាត់អញ្ចឹងហើយមានពោះមានពងអូនឯងអត់ខំធ្វើបន់អូនឯងខំនាំសាងបាបឲ្យប្រជាជនខ្មែរឲ្យប្រទេសជាតិខ្លួនឯងទៀតអូនឯងអត់អាណិតវីរៈកងទ័ពដែលពាក់លីស្លាប់នៅសមរភូមិនឹងប្រហែលអ្នកអូនឯងអត់អាណិតប្រជាជនខ្លួនឯងនេះអត់មានផ្ទះអត់មានសបែងរាប់រយរាប់ពាន់គ្រួសារនោះនេះមិនបាច់ធ្វើសង្គ្រាមច្បាំងគ្នាអីទេក៏សម្លាប់ប្រជាជនខ្មែរបានដែរនេះហ៎ឥឡូវប្រជាជនខ្មែរទូទាំងប្រទេសចង់ដឹងថាអាឡែនជាមួយឆដាហ្នឹងសមត្ថកិច្ចគិតរបៀបម៉េចដាក់ទោសរបៀបម៉េចលើជនក្បត់ជាតិ2នាក់ហ្នឹងដែលថ្នាក់ដឹកនាំខំហាមឃាត់ប្រកាសឲ្យគម្រាមទៀតនៅតែនាំរបស់ថៃបានស្រួលយកចូលលក់ធម្មតាទៀតសេរីអត់ខ្វល់ឲ្យតែអញបានចំណេញលុយអាណាងាប់អាណារស់ជារឿងរបស់ពួកវាសំខាន់អាកន្លែងច្រកឲ្យលួចដឹកចេញចូលនោះទៀតនោះស្រួលបំផុតអត់មានអាណាចាប់ធ្វើការអីបានទាំងអស់រាប់ខែរាប់ឆ្នាំគឺស្រួលបំផុតខ្ញុំសូមសរសើរអូនឆដាឯងធ្វើបានល្អណាស់ក្បត់ទាំងជនរួមជាតិខ្លួនឯងក្បត់ទាំងអាអ្នករស់ស៊ីខ្លួនឯងទៀតគំនិតអាក្រក់គំនិតខូចចង់ធ្វើស៊ីគ្នាឯងយកសារសម្លេងដើម្បីឲ្យគេនឹងថាម្នាក់នោះខុសតាមពិតខ្លួនឯងនឹងខុសជាងគេទៀតចង់ឲ្យគេថាខ្លួនឯងនឹងជាហងហើយគេជាក្អែកចុះឡើងឯងទាំងពីរវាឆ្ងាញ់អាចទៅអង្គុយឡាយនៅក្នុងចកាតារ៉េនផ្ទាល់ហើយប្រាប់គេថាទៅអំបេះថ្មីទៀតណា